ម្ដាយរបស់ក្មេងស្រីល្អនោះបានចេញទៅរកអ្វីញ៉ាំហើយនឹងត្រឡប់មកវិញឆាប់នេះរាងកាយត្រូវតែខ្សោយខ្លាំងបន្ទាប់ពីពងលើកនេះយើងប្រកាសជាអាចស៊ីគាត់បានអូដោយមិននឹកស្មានដល់អរិយចោស្ទើរតែវីឆ្មក់គាត់បានសម្រេចទីបំផុតបានរកឃើញអ្វីមួយដើម្បីញ៉ាំអ្នកណាលួចស៊ុបរបស់ខ្ញុំស៊ីកូនខ្ញុំកូនរបស់ខ្ញុំល្អណាស់ឥឡូវនេះខ្ញុំនឹងមិនអត់ឃ្លានដល់ស្លាប់ទេនោះជាទឹកប្រមាត់របស់ក្មេងស្រីទេប្រហែលជាពួកវាអាចត្រូវបានប្រើដើម្បីដោះស្រាយជាមួយ Ghost Girl អំណោយរបស់អ្នកនេសាទដៃឆ្វេងកូនស្រីជាទីស្រឡាញ់របស់ខ្ញុំកំពុងរងចាំអ្នកមកមាត់ទ្វារផ្ទះរបស់ខ្ញុំនៅក្នុងភូមិហា10ឆ្នាំនៃការស្អប់ត្រូវបានរកឃើញក្នុងរយៈពេលតែមួយថ្ងៃការសងសឹកដោយឈាមដែលគ្មានឈ្មោះនឹងស័ក្តិសមអ្នកគួរតែសងបំណុលរបស់អ្នកសំណាងល្អណាស់ខ្ញុំបានរកឃើញសត្វធ្ងន់ពណ៌ធំមួយតើខ្ញុំកំពុងឃើញរបស់របរមែនទេហើយអ្វីបានជាខ្ញុំឃើញភ្នែករបស់តែពណ៌សមានពណ៌ក្រហមហាខ្ញុំនឹងដុតសាច់ខ្លះនៅថ្ងៃស្អែកសូមក្រឡេកមើលរបួសនៅលើដងខ្លួនរបស់ជ្រូកតើមានសត្វព្រៃចុះពីលើភ្នំឬជ្រូកទាំងអស់នៅក្នុងភូមិបានងាប់តើយើងត្រូវរស់នៅយ៉ាងដូចម្តេចមើលទៅទីនោះមានស្ត្រីម្នាក់នៅក្នុងក្រោលជ្រូកស្ត្រីម្នាក់ស្អាតមែនទេហេជើងស្អាតម្លេះនាងមើលទៅដូចជាក្មេងស្រីដ៏កាចសាហាវម្នាក់មេភូមិមកដល់ហើយសូមបើកផ្លូវទីបំផុតវាមកដល់ហើយស្ត្រីម្នាក់នេះនឹងរស់នៅក្នុងផ្ទះរបស់ខ្ញុំចាប់ពីពេលនេះទៅអូនសម្លាញ់តូចរបស់បងឲ្យឥឡូវអូនជារបស់បងហើយពឹងផ្អែកលើតំណែងជាមេភូមិរបស់គាត់របស់ល្អទាំងអស់ជារបស់គាត់ជ្រូកទាំងអស់នៅក្នុងភូមិបានងាប់តើអ្នកមិនខ្លាចគាត់ជាអរិយទេស្រមុកខ្ញុំទទួលយកសម្រស់ណាមួយក៏បានទោះបីជានាងជាទេពអប្សរក៏ដោយគួរឲ្យខកចិត្តណាស់អ្នកមិនអាចរត់គេចខ្លួនបានទេនាងស្អាតណាស់ហើយមានស្បែកស្អាតទៀតហ៊ានលួចប្តីខ្ញុំទេទោះបីជាគាត់ជាមនុស្សលោភលន់ក៏ដោយប៉ុន្តែគាត់ក៏ជាគំរូតែមួយគត់នៅក្នុងភូមិទាំងមូលផងដែរខ្ញុំត្រូវតែបំផ្លាញគាត់យ៉ាងណាមិញមនុស្សដែលខ្វល់ពីគាត់មិនមែនមិនអាចរងចាំយូរនោះបានទេនិយាយទៅពិតជាសប្រាយខ្លាំងមែនតើឃើញប្រែនកូនខ្មែរយើងចេញមកឡងលួយដល់ថ្នាក់ណាឃើញវីដេអូប្រែនកូនខ្មែរចេញមកលួយលាចេះហ่ะតិចច្រឡំថា AI ទៅមិន AI ទេទាំងផលិតផលមនុស្សជាមួយនឹងទីតាំងគឺពិតទាំងអស់នេះហាបើអត់ស្គាល់ប្រែនយ៉ាសកាទេប្រកាសជាគិតថា product ហ្នឹងបើស្រុកគេហើយមិនខ្មែរ
ខ្មែរទេហើយចូលអ្នកទាំងអស់គ្នាវិញពេលមើលមុនដំបូងមានដឹងថាជា brand កូនខ្មែរអត់កុំភ្លេច comment នៅខាងខគ្រាន់តែឃើញការថតនិងរូបរាងរបស់ product ដឹងហើយថាមានស្តង់ដារនិងគុណភាពដល់ថ្នាក់ណាព្រោះផលិតផល Yaska ចេញមកមួយអត់ដែលធ្វើឲ្យយើងខកបំណងទេហើយផលិតផលកូនបើរបស់ Yaska គឺ Yaska Body Shape Yaska Body Shape ពេលចេញមកឡើងស្លេហ្មងប្រើប្រាស់ដោយ confident ធ្វើឲ្យយើងមានភាពជឿជាក់ហើយ ingredient នៅក្នុងហ្នឹងសុទ្ធតែជា ingredient ពិសេសដែលបានមកពីធម្មជាតិរួមបញ្ចូលគ្នានៅក្នុងគ្រាប់ capsule ហ្នឹងហ្មងពេលបើកទៅឃើញហើយខាងណាមួយកំប៉ុងនឹងដែរញ៉ាំស្រកចន្លោះពី3ទៅ8គីឡូប្រកបែបសុវត្ថិភាពហើយក៏មានការណែនាំយ៉ាងត្រឹមត្រូវបានប្រើប្រាស់ហើយតាំងពីដើមខែ3មុនផលិតផលចេញលក់ទៀតទៅទាំងគុណភាពទាំងស្តង់ដារចិត្តលើ Yaska Body Shape បានហើយពីលើហ្នឹងក៏ជួយទប់ឃ្លានមិនធ្វើឲ្យយើងចិត្តតែចង់ញ៉ាំផ្ដេក Yaska Body Shape ផលិតផលរូបមន្តស្តង់ដារមកពីប្រទេសបារាំងចឹងហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូល page CEO Yaska បាន ស្ត្រីនោះនៅក្នុងជំរកឈើរបស់ខ្ញុំអាចរក្សាទ្វារឲ្យបាត់ចង់មេភូមិមិនវាយើងទេមែនទេកុំបារម្ភអីខ្ញុំនឹងខាត់គាត់ស្រីតូចឲ្យយើងមកដល់ហើយវាមើលទៅពិតជាល្អណាស់ហាដោយសារអ្នកនៅទីនេះសូមស្នាក់នៅកុំធ្វើជាមនុស្សល្អបន្ទាប់មកសូមឲ្យយើងសុបិនតើវាអាចទៅរួចដោយរបៀបណាអូទេមនុស្សជាច្រើនបានបាត់ខ្លួនជ្រូកទាំងអស់នៅក្នុងភូមិបានមកការពីម្សិលមិញមាននរណាម្នាក់បានបាត់ខ្លួននៅថ្ងៃនេះតើខ្ញុំគួរធ្វើអ្វីហើយអ្វីបានជាអ្នកភ័យស្លន់ស្លោប្រហែលជាមនុស្សទាំង4នាក់នោះទើបតែចាក់ចេញពីភូមិតើវាពិតជាជីវិតបែបនេះមែនទេមើលថ្ងៃនេះខ្ញុំបានបបបាញ់សត្វខ្ញាង4ក្បាលថ្ងៃនេះមនុស្សគ្រប់គ្នានឹងមកផ្ទះខ្ញុំដើម្បីញ៉ាំសាច់ជួយផងយកវាចេញពីកម្ដៅសាច់ពេលនេះមានរសជាតិពិសេសខ្លាំងណាស់សាកល្បងម្ហូបខ្នុកនេះមើលវាឆ្ងាញ់ណាស់ញ៉ាំទៅខ្ញុំនឹងធ្វើឲ្យអ្នកច្រូតកាត់អ្វីដែលអ្នកសាបព្រោះអ្នកមានសំណាងហើយដែលបានមកតាមខ្ញុំមកខ្ញុំនឹងបានសាច់តើអ្នកជានរណាបងស្រីឲ្យហេតុអ្វីបានជាអ្នកយំអ្នកជាកូនរបស់ខ្ញុំបងស្រីហេតុអ្វីបានជាឪពុកខ្ញុំដេកលើដីអ្នកហៅគាត់ថាឪពុកអ្វីហ្នឹងខ្ញុំឃើញខ្មោចនៅទីនេះនេះជាវត្តមានរបស់អ្នកដែលលេចចេញមកជាលើកចុងក្រោយកុំបារម្ភអីវាគ្រាន់តែជាការផឹកស្រាច្រើនពេកប៉ុណ្ណោះសម្រាប់ឲ្យបានច្រើនហេសម្លាញ់ឲ្យទីបំផុតអ្នកបានមកដល់ហើយការចុះចូល10ឆ្នាំរបស់ខ្ញុំនៅក្នុងភូមិនេះមិនមែនឥតប្រយោជន៍ទេដរាបណាខ្ញុំស៊ីអ្នកអំណាចរបស់ខ្ញុំនឹងកើនឡើងយ៉ាងខ្លាំងហាតាមពិតភូមិនេះមានភូមិចប់សម្រាប់តូចហេតុអ្វីបានជាមានសម្លេងមនុស្សប្រុសតែស្ត្រីនោះបានសាប់គ្មានច្រើនយ៉ាងនេះមកពីណាស្ត្រីម្នាក់នោះនៅខាងក្នុងពិតជាមិនសាមញ្ញទេអូទេតើខ្ញុំប្រែក្លាយទៅជាពេលដោយរបៀបណាប្រពន្ធឲ្យជួយខ្ញុំផងខ្ញុំនឹងទៅផ្ទះហើយជួយផងតើពួកគេត្រូវបានគេរកឃើញទេ
កម្មវិធីពិតប្រាកដទើបតែចាប់ផ្ដើមប៉ុណ្ណោះសាច់បាយត្រូវបានបម្រើរៀងរាល់នាទីក្នុងអំឡុងពេលថ្ងៃវាត្រូវបានដឹកជញ្ជូនដល់មាត់ទ្វាររបស់ខ្ញុំតែម្ដងប្រពន្ធឲ្យទេប្រពន្ធឲ្យសូមជួយសង្គ្រោះខ្ញុំផងមានរឿងអ្វីឡើងវាងចូលយើងស៊ីគាត់មុនពេលលោកចាស់លីត្រឡប់មកវិញអូយខ្ញុំនឹងលងបន្លាចអ្នកទាំងពីរដូចជាខ្មោចដែរកូនប្រុសឲ្យគ្មានជំនួយទេខ្ញុំថតបែបនេះពេលវេលាដ៏ល្អចង់ដើម្បីដល់អាហារបងប្អូនដល់អូនសិនប្រពន្ធឲ្យទេហឺញ៉ាំទៅអ្នកក៏សប្បាយចិត្តដែរដែលបានស៊ីកូនខ្ញុំពិតជាទន្ទឹងរង់ចាំពេលដែលអ្នកដឹងការពិតការបញ្ចេញមិត្តបែបណានឹងហាឥឡូវនេះឆ្នាំទូភិកតែស្ត្រីនោះបានសាប់ធ្ងន់ច្រើនយ៉ាងនេះមកពីណាប្រកាសជាមានបញ្ហាហើយចង់ដឹងការពិតទេ និយាយទៅពិតជាsurpriseខ្លាំងមែនតើដែលឃើញ brand កូនខ្មែរយើងចេញមកឡងលោចថាណាឃើញវីដេអូ brand កូនខ្មែរចេញមកលយលាចេះហ่ะតិចច្រឡំថា AI ទៅមិន AI ទេទាំងផលិតផលមនុស្សជាមួយនឹងទីតាំងគឺប៉ិតទាំងអស់នេះហាបើអត់ស្គាល់ brand Yaska ទេប្រកាសជាគិតថា product ហ្នឹងបើសក់គេហើយមិនខ្មែរទេហើយចូលអ្នកទាំងអស់គ្នាវិញពេលមើលមុនដំបូងមានដឹងថាជា brand កូនខ្មែរអត់ភ្លេចខ្មែរនៅខាងខគ្រាន់តែឃើញការថតនឹងរូបរាងរបស់ product ដឹងហើយថាមានស្តង់ដារហ្នឹងគុណភាពដល់ថ្នាក់ណាព្រោះផលិតផល Yaska ចេញមកមួយអត់ដែលធ្វើឲ្យយើងខកបំណងទេហើយផលិតផលកូនបើរបស់ Yaska គឺ Yaska Body Shape Yaska Body Shape ពេលចេញមកឡើងស្លេហ្មងប្រើប្រាស់ដោយ confident ធ្វើឲ្យយើងមានភាពជឿជាក់ហើយ ingredient នៅក្នុងហ្នឹងសិតតែជា ingredient ពិសេសដែលបានមកពីធម្មជាតិរួមបញ្ចូលគ្នានៅក្នុងគ្រាប់ capsule ហ្នឹងហ្មងពេលបើកទៅឃើញហើយខាងណាមួយកំប៉ុងហ្នឹងដែរញ៉ាំស្រកចន្លោះពី3ទៅ8គីឡូប្រកបែបសុវត្ថិភាពហើយក៏មានការណែនាំយ៉ាងត្រឹមត្រូវបានប្រើប្រាស់ហើយតាំងពីដើមខែ3មុនផលិតផលចេញលក់ទៀតទៅទាំងគុណភាពទាំងស្តង់ដារចិត្តលើ Yaska Body Shape បានហើយពីលើហ្នឹងក៏ជួយទប់ឃ្លានមិនធ្វើឲ្យយើងចិត្តតែចង់ញ៉ាំផ្ដិប Yaska Body Shape ផលិតផលរូបមន្តស្តង់ដារមកពីប្រទេសបារាំងចឹងហើយបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតចូល page CEO Yaska បាន